សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះនាំអ្នកទាំងអស់គ្នាទៅស្គាល់ទីតាំងសាច់អាំងកូរ៉េមួយកន្លែងចឹងពេលដែលមកដល់ហាងភ្លាមគឺម្ចាស់ហាងដែលជាជនជាតិកូរ៉េផ្ទាល់ហ្នឹងគាត់បានហុចម៉ឺនុយឲ្យយើងកំងចឹងបន្ទាប់ពីយើងមើលម៉ឺនុយរួចហើយក៏សម្រេចចិត្តថាយកឈុតសាច់អាំង2នាក់ហើយសម្រាប់ឈុតសាច់អាំង2នាក់នេះអ្នកទាំងអស់គ្នាកុំថាតិចគឺពួកខ្ញុំទាំង2នាក់គឺញ៉ាំអត់អស់ទេចង់ដឹងថាមានអ្វីខ្លះតោះទៅមើលជាមួយនឹងខ្ញុំទាំងអស់គ្នាចានទី1ចាគឺជាខ្ទឹមជ្រក់ទី2គឺគីមឈីហើយបន្ទាប់មកគឺពងទាចៀនបង្គាត្រាំទឹកស៊ីអ៊ីវខ្ទឹមមានខ្ទឹមម្ទេសសៀងជាមួយនឹងគូឈីចាំងកូរ៉េហើយសាឡាត់ដែលគាត់មានលាយគ្រឿងហើយស្រេចទៀតហើយអ្វីដែលសំខាន់បំផុតនៅក្នុងឈុតនេះនោះគឺស៊ុបមួយឆ្នាំងចាមួយកូនឆ្នាំងទូចនេះពិតជាមានឲ្យជារសឆ្ងាញ់មែនទែនអ្វីដែលសំខាន់ទៀតគឺបាយដែលគាត់បានរៀបចំឲ្យក្នុងកូនចានហ្នឹងគឺមាន2ចានហើយញ៉ាំស្ទើរតែមិនអស់ទេហើយឯបរិយាកាសក្នុងហាងវិញអ្នកទាំងអស់គ្នាគឺ surprise មែនទែនសម្រាប់នាងខ្ញុំពីព្រោះថាភ្ញៀវទាំងអស់គឺសុទ្ធតែជាជនជាតិកូរ៉េថ្ងៃដែលខ្ញុំទៅញ៉ាំនេះហើយមានតែជនជាតិខ្មែរនាងខ្ញុំតែ2នាក់នេះទេអញ្ចឹងពីអ្នកខ្ញុំនេះញ៉ាំបណ្ដាមើលមុខគ្នាបណ្ដានិយាយគ្នាបណ្ដាហើយស្ដាប់ជាមួយនឹងភ្ញៀវដទៃទៀតដែលគាត់និយាយភាសាកូរ៉េនៅក្បែរៗនឹងបណ្ដាដោយសារតែហាងនៅទីនេះជនជាតិកូរ៉េគឺជាម្ចាស់ហាងផ្ទាល់អ្នកនរគ្នាបើនិយាយអំពីរសជាតិវិញអ្នកទាំងអស់គ្នាគឺថាដូចជាអាហាររបស់កូរ៉េពិតតែម្ដងពីព្រោះនាងខ្ញុំបានទៅញ៉ាំអាហារផ្ទាល់នៅប្រទេសកូរ៉េកាលពីឆ្នាំ2018ញ៉ាំសាច់អាំងនៅទីនោះគឺហើយនៅទីនេះរសជាតិគឺដូចគ្នាមែនតើដូចជារសជាតិដែលខ្ញុំធ្លាប់ញ៉ាំពេលកាលពីដែលខ្ញុំទៅប្រទេសកូរ៉េហ្នឹងចំពោះសាច់អាំងរបស់គាត់អ្នកនរគ្នាបានឃើញថាក្រៀមហ្នឹងមិនមែនរឹងទេដាក់ក្នុងមាត់ទៅគឺទន់មែនតែនគាត់រឹបតែសាច់ល្អយកមកដាក់ជូនភ្ញៀវពិសាមិនឲ្យចាំយូរនាងខ្ញុំសូមដាក់មួយម៉ាត់ទៀតសិនដែលមានលាយឡំជាមួយនឹងគ្រឿងដែលនៅលើតុជាច្រើនមុននេះគឺខ្ញុំញ៉ាំតែបន្លែជាមួយនឹងសាច់ជ្រូកតែប៉ុណ្ណោះតែឥឡូវនេះខ្ញុំសូមផ្ទាប់លាយគ្រប់មុខតែម្ដងចាហើយមួយម៉ាត់នេះពិតជាចាប់ជាតិមែនតើអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាទៅខ្ញុំសូម recommend ឲ្យអ្នកទាំងអស់គ្នាបែបនេះអ្នកទាំងអស់គ្នាពីព្រោះដោយសារតែយើងនៅពេលដែលចាប់សាច់ជាមួយសាឡាត់និងគ្រឿងទាំងអស់ដាក់ចូលមាត់លាយចូលគ្នាបែបនេះធ្វើឲ្យអាហារចាប់ជាតិចូលគ្នាតែម្ដងច្របល់នៅក្នុងមាត់យើងតែមួយវាដាក់សាច់ចូលមាត់ហើយអ្នកទាំងអស់គ្នាឃើញទឹកសសនេះដែលដាក់ចូលមាត់មិញនេះមិនមែនជាទឹកសុទ្ធទេគេហៅថាឡាប់ញ៉េអូយខ្លាចណាស់អូយជាស្រ័យអ្នកទាំងអស់គ្នាមុននេះសាច់ឡើងមកទំហឹងមនុស្សចាស់ពិសាតែខ្ញុំសាច់ជាមួយនឹងដៃគូរបស់ខ្ញុំនៅចិត្តនឹងគាត់ប្រាប់ថាឡាប់យេហ្នឹងស្អីគេអូគាត់អត់ដឹងទេឡាប់យេនេះគឺគេហៅថាស្រាកូរ៉េនេះឯងចូលជាមួយឡាប់យេឃើញតែកែវទូចទីទេ4 10កែវអីគេលើតុដោយមិនដឹងខ្លួនទេមានអារម្មណ៍ថាភ្នែកកំពុងតែសឺសឹមចឹងអញ្ចឹងនៅសល់ប្រហែលហ្នឹងគឺឲ្យគាត់មកដាច់តែឯងតែម្ដងមួយកែវហ្នឹងឥឡូវយើងក៏លេចមកដល់ទូប្រុសយើងហើយអស់ពីមួយកែវទៅមួយកែវឃើញថាគាត់ហ៊ានចូលកាមេរ៉ាខ្លះហើយអ្នកនរគ្នាទៅណាមកណាឲ្យតែខ្ញុំហាមគាត់ចូលកាមេរ៉ាគឺមិនចង់ចូលតែម្ដងតែមកដល់ថ្ងៃនេះអស់មួយកែវ2កែវឃើញថារៀងស្រឡាញ់កាមេរ៉ាបន្តិចដែរចូលកាមេរ៉ាវីដេអូបើសិនយើងចូលកាមេរ៉ាថតរូបស្លឹកវិញគឺថាចាប់ដៃផងតោងជើងផងមិនងាយតែហ្មងចេះនិយាយអីបងមែននិយាយទៅការពិតតាបងមើលចាំមុខនឹងដោយសារតែគេសង្ហាពេកអញ្ចឹងហើយមិនសូវហ៊ានចូលជាមួយកាមេរ៉ាស្អីចាស់ម៉ានទេមកពីអៀនមាត់មើលមិនហ៊ានមើលកាមេរ៉ាណាហូបរហូតណាអៀនមែនអៀនចាំមិនបានសារភាពស្រឡាញ់អូនដំបងមិនអត់អៀនចុះសារភាពនឹងសារភាពតាមឆាតណាមិនថតកាមេរ៉ាសារភាពបានសម្ដីជាងមុនអ្នកហ៊ាននិយាយតទល់ផងរហ័សនាមពងទាចៀនមើលចោះមួយម៉ាត់ណាក៏ពងទាមួយម៉ាត់ណាក៏ពងទាដែរឆ្ងល់ដល់ហើយបើឯងចូលចិត្តញ៉ាំពងទាមែនចាំបើមនុស្សញ៉ាំពងទាតាំងពីតូចហ្នឹងញ៉ាំហើយចុងក្រោយគឺយើងមកហុតសម្លស៊ុបម្ដងពិតជាឆ្ងាញ់មែនតែនជាធម្មតាទេអ្នកទាំងអស់គ្នាអាហារដែលឆ្ងាញ់គេទុកក្រោយគេនឹងឯងចាដូចនឹងខ្ញុំនេះដាក់តែមួយក្អឹក2ក្អឹកទៀតសិនដើម្បីជាការបង្ហើបជាងក្រោយបើសិនជាអ្នកទាំងអស់គ្នាចង់មកសាកឬក៏មកភ្លក់នៅទីនេះខ្ញុំនឹងដាក់link ទីតាំងសម្រាប់ហាងនេះនៅក្នុង comment អរគុណច្រើន